ស្វាគមន៍មកកាន់ Channel Sofa Cooking ថ្ងៃនេះគឺមានមុខម្ហូបថ្មីចែកជូនពុកម៉ែបងប្អូនទៀតហើយគឺការធ្វើប្រហុកទីតោះអញ្ចឹងក៏មកខាត់ពេលវេលាយូរមកដឹងពីវិធីធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងគឺ admin មានខ្ទះគឺយើងដាំកាច់ក្តៅបន្តិចមកបន្ទាប់មកគឺយើងចាក់ប្រេងឆាចូលបាទបន្ទាប់ពីយើងចាក់ប្រេងឆាចូលហើយគឺយើងបើកហ្គាសរៀងក្តៅបន្តិចដើម្បីឲ្យប្រេងហ្នឹងវាក្តៅចំណុចយើងធ្វើជាមួយនឹងប្រហុកទីរបស់យើងបាទបន្ទាប់ពីខ្ទះរបស់យើងគឺប្រេងរបស់យើងក្តៅគឺយើងចាក់គ្រឿងចូលតែម្ដងគឺមានគ្រឿងហ្នឹងគឺមានគល់ស្លឹកគ្រៃរំដេងល្មៀតព្រមទាំងស្លឹកក្រូចសើចនិងខ្ទឹមសគឺយើងបានបុកបញ្ចូលគ្នាអញ្ចឹងណាបងប្អូនបាទបន្តមកទៀតគឺយើងលីងគ្រឿងហ្នឹងឲ្យរីងឈ្ងុយបន្តិចណាបងប្អូនបាទគឺយើងលីងគ្រឿងឲ្យរីងឈ្ងុយបន្តិចមកបាទបន្តមកទៀតគឺខ្ញុំបាទមានម្ទេសឆ្អើរដែលយើងបានកិនរួចរាល់ណាបងប្អូនឬក៏ពុកម៉ែបងប្អូនអាចទិញម្ទេសឆ្អើរដែលគេកិនរួចរាល់ជាកំប៉ុងនៅលក់នៅក្នុងទីផ្សារក៏មានដែរបាទគឺយើងចាក់ម្ទេសឆ្អើររបស់យើងដែលបានកិនរួចរាល់ហ្នឹងគឺចាក់ចូលតែម្ដងមកបន្ទាប់មកគឺយើងច្របល់ជាមួយនឹងគ្រឿងរបស់យើងម្ទេសឆ្អើរនិងគ្រឿងរបស់យើងហ្នឹងគឺឲ្យវាសព្វសាច់ជាមួយគ្នាណាបងប្អូនបាទគឺយើងឆាច្របល់ជាមួយនឹងគ្រឿងរបស់យើងឲ្យបានឈ្ងុយបន្តិចណាបងប្អូនម្ទេសឆ្អើរហើយនឹងគ្រឿងរបស់យើងគឺឆាឲ្យរៀងសព្វសាច់តិចណាបងប្អូនបាទគឺយើងច្របល់វាបែបហ្នឹងមកបងប្អូនបើវាសព្វសាច់មកបាទបន្ទាប់ពីគ្រឿងនិងម្ទេសឆ្អើររបស់យើងរៀងឡើងក្លិនឈ្ងុយបន្តិចហើយបន្តមកទៀតគឺខ្ញុំបានចិញ្ច្រាំសាច់ជ្រូករួចរាល់ហើយគឺយើងដាក់ចូលតែម្ដងសម្រាប់ការធ្វើប្រហុកទីនេះគឺខ្ញុំបានធ្វើរៀងច្រើនបន្តិចទៅពុកម៉ែបងប្អូនបាទរាល់ការធ្វើប្រហុកទីនេះគឺយើងឧស្សាហ៍មើលភ្លើងហងណាបងប្អូនកុំឲ្យវាភ្លើងក្តៅពេកអញ្ចឹងណាបងប្អូនបាទសម្រាប់សាច់ជ្រូកចិញ្ច្រាំនេះគឺខ្ញុំបានអត់ចិញ្ច្រាំឲ្យរៀងម៉ត់បន្តិចទេគឺយើងចិញ្ច្រាំល្មមដើម្បីពេលដែលយើងឆាទៅគឺវាអត់សូវឆ្អិតជាមួយនឹងខ្ទះរបស់យើងណាបងប្អូនសាច់ជ្រូកនេះគឺយើងឆាជាមួយនឹងគ្រឿងរបស់យើងឲ្យសព្វសាច់មកឲ្យសាច់នឹងវាឆ្អិនបន្តិចជាមួយនឹងគ្រឿងរបស់យើងនិងម្ទេសឆ្អើរយើងច្របល់ជាមួយបន្តិចណាបងប្អូនបាទគឺខ្ញុំមកឆាច្របល់ជាមួយឲ្យវាឆ្អិនបន្តិចមកសម្រាប់ប្រហុកខ្ទិះនេះគឺបងប្អូននៅតាមបណ្ដាខេត្តមួយចំនួនគឺអាចនឹងមានការធ្វើខុសពី admin បន្តិចបន្តួចអញ្ចឹងណាបងប្អូនបាទតែសម្រាប់ admin គឺធ្លាប់ធ្វើរដងគឺបែបហ្នឹងអញ្ចឹងណាបងប្អូនក៏ប៉ុន្តែម្ដងនេះគឺ admin សម្រាប់ចិត្តធ្វើវីដេអូនេះឡើងដើម្បីចែកជូនជាចំណេះដឹងបន្តិចបន្តួចរបស់បងប្អូនចែកជូនទៅដល់បងប្អូនដើម្បីឲ្យដឹងពីការធ្វើប្រហុកខ្ទិះសម្រាប់ប្រហុកទីនេះផងដែរគឺជាមុខម្ហូបរបស់ខ្មែរយើងតាំងពីបរមបុរាណមកតែម្ដងអញ្ចឹងមិនថាខ្ញុំបាទឬក៏ម្ដាយរបស់ខ្ញុំបាទគឺគាត់តែងឧស្សាហ៍ធ្វើម្ហូបប្រហុកទីនេះតែម្ដងបាទជាស្រេចបាទបន្ទាប់ពីយើងឆាសាច់ជ្រូកឲ្យរាងឆ្អិនបន្តិចមកគឺយើងបន្ថែមជាមួយនឹងត្រប់ជំញងណាត្រប់ជំញងនេះផងដែរគឺពុកម៉ែបងប្អូនអាចដាក់ជាមួយនឹងពេលរំលឹងគ្រឿងដំបូងក៏បានឬក៏ឆាសាច់ជ្រូកឲ្យរីងឆ្អិនបន្តិចហើយចាំយើងដាក់ចូលក៏បានដែរក៏ប៉ុន្តែសម្រាប់ admin គឺ admin ដាក់ជាមួយនឹងពេលដែលសាច់ជ្រូកដែលយើងឆាហើយឲ្យត្រប់ម្ញងហ្នឹងគឺវាឆ្អិនពេកណាបងប្អូនបាទពេលដែលយើងឆារួចរាល់ទៅគឺត្រប់ម្ញងហ្នឹងគឺអត់វារលួយពេកទេគឺនៅជាប់ឆ្ងាញ់តែម្ដងបាទបន្ទាប់ពីយើងដាក់ត្រប់ម្ញងហើយគឺយើងឆាបន្ថែមទៀតណាបងប្អូនឆាច្របល់វាបន្ថែមទៀតទៅ
តពីយើងច្របល់ហើយគឺយើងដាក់បើកភ្លើងខ្លាំងបន្តិចណាបងប្អូនឲ្យវាឆ្អិនឆាប់ឆ្អិនសាច់របស់យើងសព្វតែម្ដងបាទបន្តមកទៀតគឺខ្ញុំបាទបន្ថែមជាមួយនឹងម្សៅស៊ុបកន្លះស្លាបព្រាបាយបន្ថែមជាមួយនឹងប៊ីចេងកន្លះស្លាបព្រាបាយគ្រឿងបន្ថែមទៀតនោះគឺស្ករសឬក៏បងប្អូនមានស្ករត្នោតដាក់ស្ករត្នោតក៏បានដែរពុកម៉ែបងប្អូនបាទរាល់ការធ្វើប្រហុកទីនេះគឺពុកម៉ែបងប្អូនអាចធ្វើបណ្ដើនៅពេលដែលយើងផ្សំគ្រឿងរួចរាល់គឺបងប្អូនកុំបើកភ្លើងខ្លាំងពេកបាទនេះគឺខ្ញុំបានបន្ថែមជាមួយនឹងស្ករស1ស្លាបព្រាបាយគ្រឿងមួយទៀតនោះគឺទឹកប្រេងខ្យងបាទអញ្ចឹងគឺadmin គឺបន្ថែមជាមួយនឹងទឹកប្រេងខ្យងបន្តិចទៀតដើម្បីឆាសាច់របស់យើងឲ្យមានជាតិបន្តិចណាបងប្អូនបាទពេលដែលយើងដាក់គ្រឿងរួចរាល់គឺយើងកុំភ្លេចច្របល់គ្រឿងនឹងឲ្យចូលសព្វសាច់ជាមួយនឹងសាច់របស់យើងព្រមទាំងគ្រឿងរបស់យើងដែលបានឆាមុនហ្នឹងបាទគឺយើងច្របល់សាច់របស់យើងជាមួយនឹងគ្រឿងដែលយើងបានបន្ថែមមិញហ្នឹងគឺឲ្យវាចូលជាតិគ្នាណាបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលពេញចិត្តវីដេអូរបស់ខ្ញុំបាទដែលធ្វើឡើងនេះពុកម៉ែបងប្អូនអាចជួយចុច like ឬក៏ share ម្នាក់មួយដើម្បីជាកម្លាំងចិត្តសម្រាប់ admin ធ្វើវីដេអូនៅក្រោយៗបន្តទៀតណាបងប្អូនហើយបើសិនបើពុកម៉ែបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនេះផងដែរបាទបន្តមកទៀតគឺខ្ញុំបានដាក់នៅប្រហុកសាច់នេះគឺខ្ញុំបានដាក់ចំនួន1ខាំកន្លះអញ្ចឹងប្រហុកសាច់នេះគឺបងប្អូនអាចទិញនៅទីផ្សារក៏បានឬក៏បងប្អូនអាចមានជាប្រហុកសាច់ជាច្រវាដើម្បីច្រាំទៅដាក់ចូលក៏បានដែរតែសម្រាប់បងប្អូនគឺដាក់ជាមួយនឹងប្រហុកសាច់ដែលបានទិញមកពីផ្សារតែម្ដងបន្ទាប់ពីយើងដាក់ប្រហុកហើយគឺយើងឆាច្របល់សាច់ជ្រូកដើម្បីយើងដំបូងហ្នឹងគឺឲ្យវាចូលជាតិគ្នាណាបងប្អូនបាទប្រហុកហ្នឹងគឺយើងច្របល់វាឲ្យចូលសព្វសាច់មកសម្រាប់ដែលយើងដាក់ប្រហុកហើយគឺយើងបន្ថយភ្លើងបន្តិចបងប្អូនភ្លេចប្រាប់បងប្អូនដើម្បីការពារកុំឲ្យវាខ្លោចណាបងប្អូនបាទច្របល់បែបហ្នឹងទៀតមកបាទបន្ទាប់ទៀតនោះគឺខ្ញុំបានដាក់ជាមួយនឹងខ្ទិះដូងនេះគឺបងប្អូនដាក់ជាមួយនឹងខ្ទិះដូងកំប៉ុងដែលមានចំណុះ400 មីលីលីត្រឬក៏400 ml ណាបងប្អូនបាទខ្ទិះដូងនេះគឺខ្ញុំបានដាក់ទាំងអស់តែម្ដងសម្រាប់ប្រហុកខ្ទិះមួយខ្ទះនេះគឺខ្ញុំដាក់ខ្ទិះដូងនេះគឺល្មមតែម្ដងបងប្អូនបាទមិនច្រើនពេកគឺមិនតិចពេកបន្តមកទៀតគឺខ្ញុំបានចាក់ខ្ទិះដូងហើយគឺខ្ញុំច្របល់វាបន្ថែមទៀតណាបងប្អូនច្របល់ហើយគឺយើងរងាស់វាឲ្យវាឆ្អិនបន្តិចណាបងប្អូនសម្រាប់ប្រហុកទីនេះផងដែរគឺបងប្អូនអាចដាក់គ្រឿងហើយរងាស់វាហើយអាចភ្លក់មើលតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនត្រូវការចំណង់ចំណូលចិត្តត្រូវការផ្អែមគឺបន្ថែមស្ករបន្តិចទៀតទៅក៏ប៉ុន្តែបើសិនជាភ្លក់ទៅល្មមឬក៏សាបបងប្អូនអាចថែមថយគ្រឿងតាមនឹងទៀតណាបងប្អូនបាទតមកទៀតគឺខ្ញុំបានរងាស់វាឲ្យរៀងពុះបន្តិចមកបងប្អូនបាទសម្រាប់គ្រឿងដែលយើងដាក់នៅចុងក្រោយគេនោះគឺមានដូចជាសណ្តែកដីផងដែរបាទបន្ទាប់ពីយើងដាក់សណ្តែកដីគឺយើងអាចច្របល់វាមួយតង់ទៀតហើយរងាស់វាចន្លោះពី3ទៅ5នាទីទៀតណាបងប្អូនបាទ
បន្ទាប់ពីយើងរំងាស់ហើយគឺបងប្អូនអាចដាក់ជាមួយនឹងស្លឹកក្រូចសើចដែលយើងហាន់ជាចំណិតតូចព្រមទាំងបន្ថែមជាមួយនឹងម្ទេសផងដែរណាដើម្បីឲ្យប្រហុករបស់យើងគឺមានរសជាតិឆ្ងាញ់តែម្ដងបាទបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទកុំភ្លេចចុច like និង subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តរបស់មកដល់ admin ដើម្បី admin ធ្វើវីដេអូក្រោយៗចែកជូនបងប្អូនដើម្បីទស្សនានិងពីវិធីធ្វើម្ហូបរបស់ខ្មែរយើងផងដែរបាទនេះគឺយើងរំងាស់យ៉ាងទៅគឺមើលទៅទិសទំនងមែនតើបងប្អូនបាទនេះគឺយើងរួចរាល់ហើយគឺយើងមានដូចជាយើងដាក់ចានមកគឺមានបន្លែរបស់យើងបន្ទាប់បន្តិចបន្តួចណាបងប្អូនបាទគឺទៅគឺទំនងមែនតើបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀត